ការញ៉ាំយប់ឡើងអឺស៊ីសងថាយើងព្រួយបារម្ភរឿងអីគេខ្លាចញ៉ាំទៅគេងអត់លក់ខ្លាចញ៉ាំទៅឡើងគីឡូឬក៏យ៉ាងម៉េចក្នុងកលៈទេសៈដែលខ្ញុំចេះតែឃ្លានយំឡើងអូខេទី1ឃ្លានយប់ឡើងវាជាសញ្ញាខ្វះអីមួយទី1ពេលថ្ងៃញ៉ាំអត់គ្រប់យប់ឡើងឃ្លានទី2យើងបង្កើតជាទម្លាប់ឬក៏ហៅថា ritual បើសិនជាអត់ញ៉ាំយប់ឡើងទេមួយថ្ងៃហ្នឹងមានអារម្មណ៍ថាអត់បានបញ្ចប់ថ្ងៃហ្នឹងឯងបាទដូចអ្នកខ្លះមុនគេងគាត់ញ៉ាំស្រាក្រហមសួរថាហេតុអីទម្លាប់បើសិនជាអត់ញ៉ាំស្រាក្រហមមានអារម្មណ៍ថាថ្ងៃហ្នឹងអត់ទាន់ចប់ទេហឹមអញ្ចឹងដើម្បីបិទមួយថ្ងៃហ្នឹងញ៉ាំស្រាក្រហមមានថាថ្ងៃហ្នឹងចប់ហើយចូលគេងហើយបាទអញ្ចឹងសួរថាហេតុអីបានយើងញ៉ាំ why you eat what you eat បើសិនជាញ៉ាំដោយសារ stress ត្រូវដោះស្រាយ regulate មិន stress នឹងដោះស្រាយរបៀបម៉េចការដោះស្រាយ stress នឹងផ្សេងបាទដើរមកជុំស្ដាប់ចម្រៀងអីចឹងទៅមិនថាយកម្ហូបយកមកដោះស្រាយ stress អត់បានទេបានប៉ុន្តែបើសិនជាយកម្ហូបយកមកដោះស្រាយបញ្ហាផ្លូវចិត្តរាល់ដងដដែលអាហ្នឹងវាទៅជាបញ្ហាមួយទៀត ឡើង eating ទៅ disorder ឬក៏ disorder eating បាទ emotional eating ចឹងទៅហ្នឹងជាបញ្ហាមួយផ្សេងទៀតហ្នឹងហើយមួយផ្សេងទៀតបាទអឺចុះនៅខ្មែរឬក៏មនុស្សជាទូទៅហ្មងតើជំនឿនៅការរបបអាហារគេដែលគាត់យល់ភ័ន្តច្រឡំជាច្រើនគាត់គិតថាញ៉ាំតិចគឺល្អញ៉ាំតិចគឺល្អស្គមគឺល្អអឺគាត់អត់សូវគិតពីគុណភាពទេគាត់គិតពីបរិមាណបាទបើសិនជាគាត់គ្រាន់តែញ៉ាំបាយតិចម្ហូបតិចល្អហើយគាត់អត់បានគិតថាអូខេបើសិនជាញ៉ាំតិចទៅអត់គ្រប់គ្រាន់សម្រាប់គាត់អីចឹងគាត់អត់សូវបារម្ភប៉ុន្មានទេឲ្យតែគាត់មានកម្លាំងតទៅមុខទៀតចឹងគាត់ប្រកាន់ប៉ុន្មានទេញ៉ាំតិចក៏បានញ៉ាំរៀងច្រើនតិចក៏បានបើសិនជាគាត់ឆ្អែតគាត់មានកម្លាំងតទៅមុខទៀតមានន័យថាអាហារូបត្ថម្ភរបស់គាត់គ្រប់គ្រាន់ហើយបាទហ្នឹងហើយចឹងញ៉ាំតិចពេកបើពេលខ្លះបរិមាណហ្នឹងគឺវាល្អហើយប៉ុន្តែបើសិនជាគុណភាពវាអត់ទាន់ដល់កម្រិតគាត់អាចខ្វះអាហារូបត្ថម្ភហឹមអញ្ចឹងមិនមែនថាអឺញ៉ាំតិចពេកទេប៉ុន្តែជីវជាតិហ្នឹងវាអត់គ្រប់គ្រាន់ជីវជាតិវាតិចពេកម្ហូបហ្នឹងវាអត់តិចទេអូខេខ្វះ nutrition បាទខ្ញុំបានឃើញ data មួយដែលថាដើម្បីឲ្យរស់នៅបានយូរអង្វែងយើងត្រូវញ៉ាំប្រូតេអ៊ីនកាន់តែតិចពិតឬមិនពិតមិនពិតញ៉ាំប្រូតេអ៊ីនកាន់តែតិចមនុស្សចាស់តាមពិតត្រូវការប្រូតេអ៊ីនច្រើនណាស់ណាបាទគ្រាន់តែបញ្ហាគឺគាត់ស្រូបអត់បានច្រើនហើយដោយសារគាត់ស្រូបអត់បានច្រើនហ្នឹងហើយគាត់ត្រូវញ៉ាំច្រើនហើយធម្មតាមនុស្សយើងចាប់ផ្ដើមពីអាយុ30ទៅចាប់ផ្ដើមបាត់បង់សាច់ដុំម្ដងតិចឯងគ្រាន់តែយើងអត់ចាប់អារម្មណ៍បាទដល់ពេលអាយុ60ឡើងទៅមួយឆ្នាំបាត់1%មួយឆ្នាំបាត់1%មួយឆ្នាំបាត់1%ច្រើនដល់ពេលគាត់បាក់មែនតើពេលគាត់ឈឺដែលឃើញឯអ្នកចូលគេងពេទ្យចេញមកវិញស្គមសល់តែស្បែកគេឆ្អឹងដោយសារអីសាច់ដុំវាប្រើប្រាស់ដើម្បី recover ប៉ះប៉ូវព្យាបាលខ្លួនឯងបាទនៅពេលកាបូអ៊ីដ្រាតអត់គ្រប់គ្រាន់ប្រូតេអ៊ីនអត់គ្រប់គ្រាន់បាត់អស់លីងអញ្ចឹងបើសិនជាកាន់តែចាស់ញ៉ាំប្រូតេអ៊ីនកាន់តែច្រើនដល់ពេលមានការត្រូវការប្រូតេអ៊ីនដាក់អត់ទាន់ទេហើយប្រូតេអ៊ីនកាឡូរីក៏វាមិនទៅច្រើនអីប៉ុន្មានដែរស៊ីសងទៅលើប្រូតេអ៊ីនហ្នឹងយកចេញពីណាបើប្រូតេអ៊ីនហ្នឹងបានពីសាច់ជ្រូក3ជាន់អាហ្នឹងខ្លាញ់ច្រើនពេកហើយអូខេហ្នឹងហើយអញ្ចឹងវាមិនមែនប្រូតេអ៊ីនតិចឬច្រើនទេគាត់ត្រូវតែញ៉ាំគ្រប់គ្រាន់សម្រាប់ខ្លួនប្រាណរបស់គាត់អាយុរបស់គាត់ហ្នឹងហើយកាបូអ៊ីដ្រាតរបស់គាត់ហ្នឹងគាត់ត្រូវមានគ្រប់គ្រាន់ដែរគាត់ត្រូវញ៉ាំគ្រប់គ្រាន់ដូចក្មេងដែរហ្នឹងហើយមិនប្រកាសថាញ៉ាំតិចទៅគាត់អាយុវែងទេអូខេចុះបើដើម្បីតាក់ទងនឹងសាច់ដុំដែរតើបងជំរុញឲ្យអ្នកទាំងអស់គ្នាហាត់ប្រាណប្រហែលថ្ងៃក្នុងមួយអាទិត្យដើម្បីឲ្យមានសាច់ដុំហ្នឹងដើម្បីថាថ្ងៃក្រោយទៅយើងនៅថានៅសល់ពេលចាស់ទៅអឺបើសិនជានិយាយពីមនុស្សស្រីបើនិយាយពី
ខ្លាញ់ body fat អត់ត្រូវខុស 20% ទេហើយបើសិនជាសាច់ដុំវាត្រូវប្រែប្រួលទៅលើគីឡូទៅលើកម្ពស់របស់គាត់អញ្ចឹងពិបាកនិយាយដែរប៉ុន្តែគាត់ត្រូវមានខ្លាញ់គ្រប់គ្រាន់មានសាច់ដុំគ្រប់គ្រាន់នៅពេលដែលអត់មានសាច់ដុំគ្រប់គ្រាន់គឺដឹងហ្មងខ្លួនគាត់នឹងឲ្យដឹងមិនបាច់ដល់យើងទេគឺគាត់ដឹងហើយថាគាត់ចាប់ផ្ដើមស្គមជាងមុនដៃគាត់តូចជាងមុនជើងគាត់តូចជាងមុន ហើយនៅពេលដែលសាច់ដុំរបស់គាត់អត់គ្រប់គ្រាន់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាអស់កម្លាំងឆាប់អស់កម្លាំងទោះបីជាគាត់ខំហាត់ប្រាណមិនក៏ដោយញ៉ាំច្រើនមិនក៏ដោយគាត់នៅតែមានអារម្មណ៍ថាអស់កម្លាំងបាទអាចដោយសារគាត់ញ៉ាំអត់គ្រប់គ្រាន់ឬក៏គាត់ហាត់ខ្លាំងពេកអញ្ចឹងទោះបីជាអឺខំហាត់ប៉ុណ្ណាក៏ដោយក៏ដុសសាច់ដុំដែរដោយសារអីដោយសារហាត់ខ្លាំងពេកអត់មាន recovery days គាត់អត់បានសម្រាក បាទមិនបានមនុស្សស្រីត្រូវតែជាតិខ្លាញ់នៅក្នុងខ្លួនជាភាគរយត្រូវតែលើស 20% ដោយសារមនុស្សស្រីមានតួនាទីបង្កើតកូនហើយខ្លាញ់ហ្នឹងយើងត្រូវមានចំណុះមួយសមល្មមដើម្បីទៅ regulate អរម៉ូនហ្នឹងបើសិនជាអត់មានជាតិខ្លាញ់គ្រប់គ្រាន់មានជីវជាតិគ្រប់គ្រាន់គាត់នឹងចាប់ផ្ដើមបាត់រដូវនៅពេលដែលអ្នកកីឡាស្រីពេលដែលគាត់ហាត់កីឡាហើយគាត់ត្រូវការស្គមច្រើនភាគច្រើនគឺគាត់បាត់រដូវប៉ុន្តែមានអ្នកគេនិយាយគាត់បាត់ចឹងទៅគាត់គិតថាធម្មតាពេលខ្លះក៏វាមកវិញពេលខ្លះក៏បាត់យូរបើនិយាយពីអ្នកមាន eating disorder បាត់រាប់ឆ្នាំអញ្ចឹងទៅហើយអាហ្នឹងដោយសារអីដោយសារខ្លាញ់គាត់អត់គ្រប់គ្រាន់គាត់ស្គមពេកអូខេអញ្ចឹង eating disorder ហ្នឹងពេលដែលគាត់អត់ហូប eating disorder មានច្រើនពេកឬក៏តិចពេកវាជា umbrella term eating disorder វាមាន anorexia មានថាគាត់ធ្វើបាបខ្លួនឯងដោយអត់ញ៉ាំអីសោះអ្នកខ្លះក៏អត់ញ៉ាំទឹកក៏មានដែរហើយអាចស្លាប់បានបាទហើយមួយទៀតក៏មាន bulimia គឺគាត់ញ៉ាំហើយគាត់អួតមកវិញហ្នឹងហើយគឺមានច្រើនមុខដែរបាទហ្នឹងហើយអូខេអញ្ចឹង eating disorder ក៏អាចបង្កបញ្ហាដល់នឹងដែរចា៎អូខេមិញបងបាននិយាយថាខ្ញុំចូលចិត្តមើល data ពីខាង nutrition ហើយនឹងការគេងកាអីនឹងច្រើនពេកតើបងដូចជាមិញដូចជាអត់ពេញចិត្តសោះខ្ញុំសួរបងវិញថាហេតុអីដោយសារ data តួលេខវាយកមកមានប្រយោជន៍ដើម្បីអីដើម្បីយកមកប្រើប្រាស់ហើយយកមកប្រើប្រាស់យកមកបង្កើនការយល់ដឹងពីកត្តាអីមួយប៉ុន្តែមិនប្រកាសថាយកមកប្រើប្រាស់ក្នុងជីវភាពជាក់ស្ដែងបានសម្រាប់គ្រប់គ្នាពេលខ្លះយើងយកមកយើងយល់អញ្ចឹងមែនប៉ុន្តែក្នុងជីវភាពជាក់ស្ដែងយើងមិននៅក្នុង labo ធ្វើតេស្តមួយទឹកម្ដងពីរទឹកម្ដងយើងញ៉ាំម្ហូបតាមដែលគេទៅសេឲ្យដោយសារការសិក្សាមួយគឺគេប្រឹកព្រៀងណាគេប្រឹកព្រៀងម្នាក់ហ្នឹងត្រូវតែចេះការតេស្តត្រូវតែចេះជីវភាពរស់នៅយើងមិនសមស្របទៅតាមអញ្ចឹងណាមានការផ្លាស់ប្ដូរមានវប្បធម៌ប្រពៃណីចុះឡើងមានអារម្មណ៍មានទំនាក់ទំនងរវាងមនុស្សនិងសង្គមអញ្ចឹងមិនប្រកាសថាយកមកប្រើប្រាស់បានទាំងអស់ទេប៉ុន្តែវាជាជ្រុងមួយដែលយកមកគ្រប់គ្រងក្នុងការថែរក្សាសុខភាពរបស់យើងបើមិនជាយកតួលេខនឹងយកមកប្រើប្រាស់បានត្រឹមត្រូវល្អយកតួលេខយកមកប្រើប្រាស់អត់បានត្រឹមត្រូវក្បិតមុខពីរចោះបងសម្រាប់បងផ្ទាល់ខ្លួនវិញតើមានតាមតួលេខអីអត់ទេឬក៏ខ្ញុំអត់សោះមិនចឹងដោយសារតួលេខហ្នឹងទី1គឺអត់ចាំបាច់សម្រាប់ខ្លួនខ្ញុំផ្ទាល់អត់តន់ដល់ថ្នាក់ហ្នឹងទេដោយសារតួលេខទី1បើសិនជាត្រូវការប្រឹកព្រៀងដល់ថ្នាក់ហ្នឹងទី1គឺគោលបំណងអីគេគោលបំណងដោយសារប៉ះបើឬក៏ព្យាបាលទឹមតើអ្នកទឹមតែចេញពីពេទ្យឬក៏មុននឹងការវះកាត់អីជាដើមអានឹងត្រូវការរាប់ប្រឹកព្រៀងមែនតើកាឡូរីប្រូតេអ៊ីននៃទាំងអស់ហ្នឹងឬក៏អ្នកដែលធ្វើកីឡាច្រើនអញ្ចឹងគាត់ត្រូវការសក់គីឡូក្នុងរយៈពេល2អាទិត្យឬក៏គាត់ត្រូវការឡើងគីឡូវិញអីអញ្ចឹងទៅអាហ្នឹងក្នុងករណីហ្នឹងប្រើប្រាស់បានបើសិនជាខ្លួនខ្ញុំផ្ទាល់ហើយនឹងជាពលរដ្ឋធម្មតាយកមកប្រើប្រាស់វាអត់ជាក់ស្ដែងដោយសារដូចខ្ញុំនិយាយចឹង
វាជាវប្បធម៌ប្រពៃណីទំនាក់ទំនងរវាងមនុស្សនិងសង្គម បាទ បើសិនជាខ្ញុំទៅញ៉ាំអីនៅហាងហើយខ្ញុំកំងនំបញ្ចុកខ្ញុំអត់ដឹងថាក្នុងនោះមានកាឡូរីប្រមាណអីខ្ញុំអាចស្មានបានប៉ុន្តែវាមិនប្រកបបានទេដោយសារមិនមែនខ្ញុំជាអ្នកធ្វើប៉ុណ្ណឹងចុងភៅគេជាអ្នកធ្វើគេជាអ្នកដាក់គ្រឿងក្នុងហ្នឹងអញ្ចឹងខ្ញុំអាចស្មានថាជីវជាតិនឹងប្រមាណកាឡូរីនឹងប្រមាណប៉ុន្តែសួរថាបើឲ្យខ្ញុំរស់នៅមើលម្ហូបហ្នឹងឃើញតួលេខមើលម្ហូបឃើញតួលេខមើលទឹកម្ដបឃើញតួលេខ បាទ សួរថាគុណភាពជីវិតហ្នឹងជាតួលេខមែនទេ បងខ្ញុំផ្ទាល់វិញខ្ញុំចូលចិត្តអញ្ចឹងខ្ញុំចូលចិត្តលេខចូលចិត្តអក្សរចូលចិត្ត quantify ហ្នឹងហើយដោយសារវាផ្ដល់ភាពគេហៅថា practicality យកមកប្រើប្រាស់បានស្រួលយល់ស្រួលអីអញ្ចឹងមែន អឺហឹម អញ្ចឹងអ្នកខ្លះគាត់យកមកប្រើប្រាស់បានល្អបានត្រឹមត្រូវអត់អីទេប៉ុន្តែអ្នកខ្លះទៀតក៏គាត់ថាអូខ្ញុំចាំអត់អស់ទេប្រហែលកាឡូរីអីប្រហែលកាឡូរីហើយអ្នកខ្លះក៏គាត់រាប់ច្រើនពេកគាត់គ្រាន់តែឃើញម្ហូបគាត់លែងសប្បាយចិត្តទេដោយសារពេលគាត់ឃើញម្ហូបគាត់ត្រូវការរាប់កាឡូរីថ្ងៃហ្នឹងខ្ញុំញ៉ាំប្រហែលសាច់ហ្នឹងប្រហែលអូសាច់ហ្នឹងស្មានអត់ដឹងទេដោយសារខ្ញុំមិនមែនអ្នកធ្វើម្ហូបហ្នឹង បាទ ចុងភៅអ្នកធ្វើនៅហាងអញ្ចឹងស្មានអត់ដឹងទេថាប្រហែលកាឡូរីស្មានលើសស្មានខ្វះអញ្ចឹងយកមកប្រើប្រាស់អត់មានប្រសិទ្ធភាពត្រូវឡើងគីឡូឡើងអត់គ្រប់ត្រូវស្រក់គីឡូស្រក់អត់គ្រប់អញ្ចឹងដល់ពេលយកតួលេខយកមកប្រើប្រាស់អត់បានអាច stress ក៏បិទមុខពីអញ្ចឹងណា បាទអូខេខ្ញុំនៅតែគិតថាយើងត្រូវ track អស់ហ្នឹងដើម្បីដឹងថាយើងខ្វះខាតគេហ្នឹងសម្រាប់ខ្ញុំផ្ទាល់ខ្លួនហើយក៏ខ្ញុំចូលចិត្តលេខចូលចិត្តអក្សរចូលចិត្តមើល milligram ចូលចិត្តមើលទម្ងន់របស់វាដែរ ហ្នឹងហើយអត់អីទេ track បើសិនជាចង់ track ក្នុងរយៈពេលខ្លីប៉ុន្តែបើសិនជាប្រាប់ខ្ញុំថាអូខេត្រូវតែ track មួយជីវិតហ្នឹងហ្មងអត់កើតទេហើយក៏ខ្ញុំធ្លាប់ជួបកុំសូជាមួយអ្នកដែលធ្លាប់ track